ចាដើមវីដេអូនាំអ្នកនរគ្នាមកមើលការចតឡានដល់ចំណីរបស់បងស្រីខ្ញុំបោះពីចតឡានមួយជាការនាំប្អូនដើរក្លុកពេញទីក្រុងតែម្ដងចាដើរសុកចូលដល់ម៉ាតមើលឆ្វេងមើលស្ដាំមើលឆ្វេងមើលស្ដាំបន្ទាប់មកណេះដល់ផ្លូវទៅឋានសួគ៌ឋានលេងហ្នឹងឯងបាននាំទៅឋានសួគ៌ណានេះនាំអ្នកនរគ្នាមកដល់ Face Island Community Art កន្លែងហ្នឹងណាគាត់មានគូកនូហើយមានព្រានក្មេងៗដែលអត់គិតថ្លៃទៀតហើយជាពិសេសហ្នឹងណាកនូនៅនឹងទាំងអស់ហ្នឹងគឺគូដោយអ្នកនៅក្នុងសហគមន៍ហ្នឹងហ្មងបងប្រុសបងស្រីមើលមិនអស់ចិត្តណែនាងខ្ញុំប្អូនបើនឹងនៅចាំអីទៀតមើលដែរទៅចាមួយជាការមើលសុកឃើញបងកំពុងគោមានជាការសុំបងថតតែម្ដងតែមានអីសុំគាត់ថតបងគូឡើងរឹងខ្លួនដោយសារគាត់អៀនជាការសុំបងថតមិនអស់ចិត្តសុំអ្នកគ្រូថតបន្ថែមអ្នកគ្រូធួគ្រប់កន្លែងឲ្យមើលហ្មងហើយអ្នកគ្រូក៏ជាអ្នកគ្រូនៅហ្នឹងក៏ដូចជាម្ចាស់កន្លែងនៅហ្នឹងដែរគ្រូបានជួយក្មេងៗនៅសហគមន៍នឹងច្រើនណាអើយជាពិសេសអ្នកដែលគាត់អត់មានអាណាព្យាបាលអញ្ចឹងគាត់ហៅមកបរៀន free អត់គិតលុយទេដើម្បីឲ្យមានចំណេះជំនាញជាប់ខ្លួនទៅហើយទាំងអស់នេះហើយជាកនូដែលអ្នកគ្រូបានគូកន្លងមកអញ្ចឹងណាពិតជាស្អាតហើយនឹង unique ខ្លាំងមែនតើមើលខាងក្រៅមិនអស់ចិត្តមែនទេនេះណែអ្នកគ្រូមានជាការហៅឡើងទៅមើលដល់លើបន្ថែមហើយនៅលើហ្នឹងគឺជាបន្ទប់ office ធ្វើការរបស់ប្តីគាត់អញ្ចឹងហើយនៅក្នុងហ្នឹងគឺសុទ្ធជាកនូពួកគាត់ទាំងអស់មើលខាងលើមិនអស់ចិត្តសុកចុះដល់ខាងក្រោមវិញឃើញស្អាតពេកក៏ថតបន្ទាប់មកក៏លីគាត់ចេញមកក្រៅវិញអញ្ចឹងទៅបន្ទាប់មកក៏ចេញពីកន្លែង community ហ្នឹងមកវិញហើយនឹងតាមផ្លូវឃើញព្រែកស្អាតអីចឹងក៏ចេះតែថតទៅមើលលិចមើលកើតដល់ផ្លូវចូល resort ផ្លូវវារៀងទូចតិចមែនប៉ុន្តែចូលទៅគឺស្អាតចូលមកដល់មានជាការស្វាគមន៍រួសរាយរាក់ទាក់ពីគុណម្ចាស់ resort យ៉ាងកក់ក្ដៅចាគេឡើងមកគេងចិត្តហើយគេឡើង slow ហើយគេងនៅហ្មងគេទៅណាហើយបន្ទាប់មកមានជាការ tour resort ដើរទៅមាត់ព្រែកមានជាការស្រស់ស្រាយជាខ្លាំងនិយាយទៅស្អាតមកទំហំមនុស្សចាស់ហើយមើលទិដ្ឋភាពតាមនឹងខ្លួនឯងចង់ដឹងស្អាតប៉ុណ្ណាមើលនេះខ្ញុំដាក់ឲ្យមើលចាថតទិដ្ឋភាពសុកខ្ញុំក៏បានបបួលបងខ្ញុំថត trend ដូចផុស TikTok អីចឹងទៅប៉ុន្តែមើលទៅដូចមិនមែនជាចាប់សក់ខ្ញុំទេដូចជាចង់រុញក្បាលខ្ញុំយ៉ាងម៉េចក៏មិនដឹងដែរមកទៀតនៅមិនសុកបបួលបងខ្ញុំរៀនសម្ដែងអានេះគាត់រៀនសម្ដែងហ្នឹងហើយខ្ញុំប្រាប់គាត់ថាចេះតែច្អល់នេះច្អល់នោះទៅច្អល់តាមហ្នឹងទៅចាបន្ទាប់មកទៀតនេះបានឃើញកំឡោះសង្ហាអង្គុយនៅមុខបន្ទប់ក៏លួចថតកូនប្រុសគេទៅថតកូនប្រុសគេសុកក៏ឃើញពូទុកនេសាទចេញទៅនេសាទឃើញស្អាតពេកក៏ថតទៀតទៅនេះដល់ថ្ងៃលិចល្មមកាត់លឿនទៅឆាប់ជាប់នេះខ្ញុំបបួលបងខ្ញុំថតឲ្យគាត់ឃើញស្អាតពេកហ្នឹងហើយយើងខំថតឲ្យគាត់យើងទៅសារខ្លួនឯងទៅបន្ទាប់ពីថតឲ្យគាត់ឃើញស្អាតពេកនេះសុំថតដែរដល់ពេលសុំថតដែរដឹងធ្វើ style មកចេះឈោស្ងៀមអញ្ចឹងទៅតែនេះបន្ទាប់ពីថ្ងៃលិចហើយយើងថតសមោលថតកុំឈប់ហាននេះនាងមកដល់ resort វិញហើយមានប្អូនជាអ្នកលក់ building block ហើយចាំកាលទៀតមានអីនេះស្វាតាំងពីពេញមកដល់កពតលេងដល់កពតទៀតតែបងប្អូនណាបានយកទៅលេងដែរចាំខ្ញុំ mention account នៅលើហ្នឹងឲ្យចាបងប្អូន3នាក់មានជាការនាំគ្នានិយាយគ្នាបណ្ដើរលេងបណ្ដើរយ៉ាងសប្បាយរីករាយអានេះទៅបានមួយថ្ងៃឯណានៅ3ថ្ងៃទៀតចាំយើងជួបគ្នាថ្ងៃស្អែកទៀតណាកុំភ្លេចតាមដានផងណាបាយបាយ thank you